មានទេស្រណុកធ្វើការទាំងថ្ងៃទាំងយប់រកប្រាក់ជួយជ្រោមគ្រួសារញឹមហូបដោប្រាក់ការងារលំបាក់យ៉ាងណាមិនអូនមិនថាវាស្នាយើងកូនអ្នកស្រែគ្រួសារក្រកសត់រៀនមិនបានច្រើនមិត្តភក្តិក៏លែងរាប់អានជួបមុខគេធ្វើមិនស្គាល់វណ្ណៈទ្រពធនពេលនេះទៅខ្ញុំបានយល់ហើយឈុំអំពើខ្វាយខ្វល់ហើយស៊ូទៅមុខក្រមេតែមួយតែវាស្នាមិនដូចគ្នាអ្នកក្រវេទនីលំបាងស្ទើរខ្សែមរណាធ្វើការឲ្យគេចេះស្ដីក៏មិនថាខំរកប្រាំងជួយជ្រងគ្រួសារបងសង្ខាក៏មិនស្ដាយពុកអើយម៉ែអើយកូនសូមយ៉ាតស៊ូខំប្រឹងធ្វើការជួយគ្រួសារយើងឲ្យស្បើយមិនយូរមិនឆាប់យើងនឹងលែងលំបាកហើយសង្ឃឹមថ្ងៃមួយជីវិតយើងបានសុខសាន្តតែមួយតែវាស្នាមិនដូចគ្នាអ្នកក្រវេទនីលំបាងស្ទើរខ្សែមរណាធ្វើការឲ្យគេចេះស្ដីក៏មិនថាខំរកប្រាំងជួយជ្រងគ្រួសារបងសង្ខាក៏មិនស្ដាយពុកអើយម៉ែអើយកូនសូមយ៉ាតស៊ូខំប្រឹងធ្វើការជួយគ្រួសារយើងឲ្យស្បើយមិនយូរមិនឆាប់យើងនឹងលែងលំបាកហើយសង្ឃឹមថ្ងៃមួយជីវិតយើងបានសុខសាន្ត